ឃើញទេនេះគឺទឹកស្អាតហើយនេះតំណាងឲ្យរបៀបដែលអ្នកកើតមកប៉ុន្តែបន្ទាប់មកជីវិតក៏កើតឡើងជាថ្មីយើងត្រូវបានគេប្រាប់ពីអ្វីដែលយើងគួរធ្វើអ្វីដែលមិនអាចទទួលយកបានមនុស្សខ្លះត្រូវបានគេប្រាប់ថាពួកគេល្ងងពួកគេត្រូវបានគេប្រាប់ថាពួកគេជាមនុស្សធ្ធាត់វាជាការមិនអាចទៅរួចនោះទេក្នុងការឆ្លងកាត់ជីវិតដោយមិនមានស្នាមរបួសនិងការឈឺចាប់ប៉ុន្តែបន្ទាប់មកយើងឮថាគួរតែមានគំនិតវិជ្ជមានហើយនោះប្រៀបដូចជាការយកទឹកស្អាតហើយចាក់គេវាចូលហើយទឹកនោះវាកាន់តែថ្លាបន្តិចប៉ុន្តែវាមិនធ្វើឲ្យភាពអវិជ្ជមានបាត់ទៅនោះទេប៉ុន្តែបន្ទាប់មកយើងត្រូវដឹងថានេះគឺជារបៀបដែលអ្នកត្រូវធ្វើអ្នកត្រូវស្វែងរករឿងវិជ្ជមាននៅក្នុងជីវិតរបស់អ្នកត្រូវតែរកមើលអ្វីដែលត្រូវដឹងគុណអ្វីដែលត្រូវសប្បាយចិត្តអ្នកត្រូវតែមានចេតនាក្នុងការបង្កើតទំនាក់ទំនងវិជ្ជមាននិងបរិយាកាសនៅក្នុងជីវិតរបស់អ្នកដែលវិជ្ជមានឃើញទេការគិតវិជ្ជមានមិនមែនជាអ្វីដែលអ្នកធ្វើនៅពេលខ្លះនោះទេវាជាអ្វីដែលអ្នកត្រូវធ្វើគ្រប់ពេលវេលា